អូខេដែរសួស្តីបងប្អូនអរគ្នាឥឡូវនេះលោកគ្រូមានលំហាត់ថ្មីមួយទាក់ទងជាមួយនឹងគីមីសរីរាង្គផ្នែកទី10របស់យើងអឺលោកគ្រូបានប្រាប់ឬក៏បានរៀនហើយណារៀនហើយនៅក្នុងថ្នាក់អញ្ចឹងពួកយើងមកស្វែងយល់បន្ថែមនៅកន្លែងនេះណាអឺលំហាត់នេះយើងអាចនឹងបានជួបហើយណានៅក្នុងថ្នាក់ អញ្ចឹងគេថាអ៊ីដ្រូកាប៊ូឆ្អែតមួយអ៊ីដ្រូកាប៊ូឆ្អែតអញ្ចឹងនៅក្នុងពេលនេះគឺអ៊ីដ្រូកាប៊ូឆ្អែតរបស់យើងគឺអាល់កានណាអាល់កានមានម៉ាស់ម៉ូលស្មើនឹង72ក្រាមអញ្ចឹងម៉ាស់ម៉ូលនេះយើងតាមដោយ n ធំណាអញ្ចឹងពេលដែលយើងសរសេរគឺយើងអាចសរសេរបានមិនទៅយើងអាចសរសេរបាន m cn ហាត់ 2n បូក2អញ្ចឹងអានោះគឺជាអ៊ីដ្រូកាប៊ូឆ្អែត ហើយគេឲ្យយើងកំណត់រូបមន្តម៉ូលេគុលនិងសរសេរអ៊ីសូមែរព្រមទាំងហៅឈ្មោះរបស់វាអញ្ចឹងកំណត់រូបមន្តម៉ូលេគុលនេះគឺមានន័យថាយើងទៅស្វែងរក N តើណាអញ្ចឹងរូបមន្តទូទៅរបស់អាល់កានគឺអាល់កានគឺ CN ហា 2n បូក2ហើយយើងត្រូវទៅរកនោះគឺរក N ណារក N ហើយយកមកជាមួយចូលនៅក្នុងរូបមន្តហ្នឹងចឹងយើងទទួលបានរូបមន្តម៉ូលេគុលណាយើងទទួលបានរូបមន្តម៉ូលេគុលបន្តមកទៀតយើងនឹងទៅសរសេរអ៊ីសូមែររបស់វាអ៊ីសូមែរហ្នឹងបានន័យថាម៉េចអ៊ីសូមែរបានន័យថាគឺជារូបមន្តដុលឬក៏រូបមន្តម៉ូលេគុលដែលមានរូបមន្តដុលឬក៏រូបមន្តម៉ូលេគុលនឹងដូចគ្នាប៉ុន្តែរូបមន្តស្ទើរលាតរបស់វាគឺខុសគ្នាណាអញ្ចឹងឧទាហរណ៍ថា A បុគ្គល A មានកូនណាវាហាក់បីដូចជាទៅអញ្ចឹងអញ្ចឹងកូនរបស់ A នេះមានឈ្មោះផ្សេងគ្នានិងរូបរាងផ្សេងគ្នាបាទណាលក្ខណៈសម្បត្តិរបស់កូនរបស់គាត់នោះមានផ្សេងគ្នាអញ្ចឹងឧទាហរណ៍ថា A1 A តូច2 A តូច3អញ្ចឹងកូនរបស់ A 3នាក់ហ្នឹងហើយកូនរបស់ A ហ្នឹងគឺជាអ៊ីសូមែរនឹងគ្នាបាទណាអូខេតោះអញ្ចឹងយើងមកមើលដំណោះស្រាយអញ្ចឹងទី1គេឲ្យយើងកំណត់រូបមន្តម៉ូលេគុលនិងសរសេរអ៊ីសូមែរវាខ្សែក្បោននិងហៅឈ្មោះរបស់វាកុំភ្លេចហៅឈ្មោះណាពេលសរសេរអ៊ីសូមែរហើយកុំភ្លេចហៅឈ្មោះដោយសារតែមេរៀនយើងបានរៀនហើយអស់ច្រើនក្នុងថ្នាក់ណាអញ្ចឹងយើងដាក់មកកំណត់រូបមន្តម៉ូលេគុលបន្តមកទៀតយើងទៅមើលគ្រូដាក់ slide យកតែម្ដងទៅដោយយើងដឹងថាគេនេះដូចគ្រូនិយាយមិញអញ្ចឹងថាអឺហ្នឹងយើងតាមដោយម៉ាស់ម៉ូលនេះហើយអូខេវាលោតអូខេអឺនេះយើងនិយាយវាថាតាមដោយម៉ាស់ម៉ូលហើយ CN 2n បូក2នេះគឺជាអ៊ីដ្រូកាប៊ូឆ្អែតរបស់យើងអាល់កានរបស់យើងឯងអញ្ចឹងយើងស្មើនឹង72ក្រាមហេតុអីបានស្មើនឹង72ក្រាមក្នុងម៉ូលហ្នឹងដោយសារតែគេនិយាយពីលើមកហើយគេថាអ៊ីដ្រូកាប៊ូឆ្អែតមួយមានម៉ាស់ម៉ូលប៉ុណ្ណឹងឃើញទេអញ្ចឹងយើងអាចទាញវាស្មើប៉ុណ្ណឹងបានបន្តមកទៀតឬគ្រូសេអត់ដល់ពេលយល់ទៅអឺយើងបានអីគេអញ្ចឹងយើងដឹងថានេះកបោតនេះมันមានអីគេកបោតនេះមានម៉ាស់ម៉ូលមែន12ដែរអត់ចឹងកបោតមានម៉ាស់ម៉ូល12ប៉ុន្តែវាជាប់បញ្ញត្តិអីគេជាប់បញ្ញត្តិN ឥឡូវគ្រូសុំដូរពណ៌ជាប់បញ្ញត្តិ N នេះ N នេះអញ្ចឹងធ្វើម៉េចទៀតយើងដាក់បញ្ញត្តិ N នឹងធម្មតាមកណាបូកជាមួយនឹងអីគេយើងប្រើសញ្ញាបូកណាកុំប្រើសញ្ញាផ្សេងយើងប្រើសញ្ញាបូកអញ្ចឹងបូកជាមួយនឹងហាស់របស់យើងមានម៉ាស់ម៉ូលប៉ុន្មានហាស់របស់យើងមានម៉ាស់ម៉ូល1ហើយអញ្ចឹងយើងបានអីគេ1ហើយសន្ទុះរបស់ហាស់យើងមាន2ដែរអញ្ចឹងយើងបាន1មកគុណនឹង2តែវាស្មើ
2 đấyប៉ុន្តែនៅជាប់ពីគេចូលញ៉ាំănដូចគ្នាតែយើងអាចសរសេរបាន2n បូកជាមួយនឹង2ស្មើជាមួយនឹង72ក្រាម1ក្នុង1ម៉ោលបាទទេតមកទៀតអញ្ចឹងយើងឃើញនេះ 12n បូក 2n យើងបានប៉ុន្មាន14n បូកជាមួយនឹង2ស្មើជាមួយនឹង72បាទទេអញ្ចឹងយើងបោះឲ្យ2ទៅខាងអង្គម្ខាងទៀតទៅបាទទេអញ្ចឹងយើងបាន 14n បូកជាមួយនឹងអីគេ 14n បូកsorry 14n ស្មើនឹងច្រឡំបូកម្ដងទៀតយើងបោះវាទៅណាយើងបោះវាទៅហើយអញ្ចឹង 14n ស្មើ72ដកជាមួយនឹង2ហើយទី72ដក2ឲ្យដឹងស្មើបានយើងបាន 14n ស្មើនឹង70ណា70នេះសញ្ញាបូកពេកបោះយើងមកដកណាយ៉ាប់ភ្លេចសញ្ញាអស់ទៀតទៅយើងបាន n ស្មើជាមួយ70នៅលើម៉ែនៅលើ14ចាយដល់ចេញគូចាយដៃឲ្យទីទៅភ្លេចអត់ទៀតយើងបាន14អញ្ចឹងយើងដាក់បានមកកាត់2ខ្ទង់នេះបរិយាក្មេងបឋមបោះកាត់2ខ្ទង់មកអញ្ចឹងយើងដាក់បានប៉ុន្មានដងអាចបាន5អត់5 4ដង20នេះសេរីសូត្រា2 5ម្ដង5 5 2 7 70ដកមកសល់0អញ្ចឹងបើយើងគឺ5អញ្ចឹងអា5នេះគឺជា n អញ្ចឹងយកអា n ហ្នឹងមកជំនួសចូលកន្លែងណាកន្លែង cn ហាក់ 2n បូក2បាទណាអញ្ចឹងពេលដែលគ្រូយក n ហ្នឹងមកជំនួសចូលមកគ្រូបានអីគេ n របស់យើង5ណាចាត់ភ្លេចទៀតអញ្ចឹងគេបាន c5 ហាក់ប៉ុន្មានហាក់របស់យើងយក n ជំនួសចូលកន្លែង2នេះមើលគ្រូដូនចាភ្លេចទៀតបាទនេះគ្រូយកនេះគ្រូយកn របស់យើងមានចំនួន5ដែរអញ្ចឹងគ្រូយក n ទៅជំនួសនេះឲ្យ5ចូលកន្លែង n នេះអញ្ចឹងបាន5គុណ2ដល់នេះហើយបូកហ្នឹងបូក2អូខេវាយ៉ាប់ទៅហ្នឹងមកគ្រូសេឲ្យបងទៀតតោះអញ្ចឹងគ្រូបានអានេះកន្លែងនេះគ្រូបានយក n ចំនួនចូលមកអញ្ចឹងគ្រូបាន2គុណជាមួយ5បាទណាពេលគ្រូចំនួន n ចូលណាគេគ្រូសញ្ញាគ្រូទៅហ្នឹងអញ្ចឹងយើងបានប៉ុន្មានហើយ2 5ដល់10បូក2ហើយមកអញ្ចឹងបាន10 12អញ្ចឹងរូបមន្តម៉ូលេគុលរបស់យើងគឺ12ណាបាទណានេះចម្លើយនេះគេស្អាតស្រួលមកអូខេអញ្ចឹងយើងតទៅមើលមួយទៀតគេឲ្យដូចជាសរសេរ e សម្រាប់នឹងឈ្មោះរបស់វាណាតោះអញ្ចឹងe សម្រាប់ដូចគ្រូបានប្រាប់ហើយថាវាគឺជារូបមន្តម៉ូលេគុលដូចគ្នាប៉ុន្តែរូបមន្តស្ទើរលាតវាខុសគ្នានឹងឈ្មោះវាហ្នឹងឯងអញ្ចឹងយើងដើម្បីសរសេរបានណាយើងបានដឹងពីក្នុងថ្នាក់មកច្រើនហើយយើងមានរូបមន្តម៉ូលេគុលគឺ CN sorry C5H12 ជាប់មាត់ទៅ CN រហូតអញ្ចឹងយើងសរសេរបែបណាសរសេរទៅធ្វើម៉េចឲ្យមានកាបូនចំនួន5បាទណាឲ្យមានកាបូនចំនួន5ជាមួយនឹង H12 នៅក្នុងអ៊ីដ្រូកាប៊ូចែករបស់យើងអញ្ចឹងដើម្បីឲ្យងាយដូចគ្រូប្រាប់នៅក្នុងថ្នាក់ចឹងថាយើងសរសេរចេះសិនយើងរៀបកាបូនខ្សែមេឲ្យបាន5សិនបាទណាមានប៉ុន្មានហើយ1 2 3 4ថាទៅមកយើងបាន5បន្ទាប់មកទៀតយើងថាជាមួយនឹង5បាទណាអញ្ចឹងកាបូនមានដៃប្រហែលកាបូនមានដៃ4ណាអញ្ចឹងវាអាចចងហាក់បានដល់ទៅ4ណាដល់ទៅ4កុំភ្លេចដល់ទៅ4បន្តមកយើងឃើញនេះហើយបានដាក់3ដោយសារតែវាជួបជាមួយនឹងបាល់នៅខាងទៀតតែចាប់បានវាសល់ដៃ3ចាប់ហាក់ដៃ3អញ្ចឹងកន្លែងនេះយើងដកហាក់ពី3ដកមកចេញមួយទៀតមកនៅសល់2នេះសល់2ដែរនេះហាក់2នេះខាង3អូខេអញ្ចឹងកុំភ្លេចហៅឈ្មោះរបស់វាហៅគេយើងរាប់មក1 2កុំភ្លេចបងលេខណា3 4 5អញ្ចឹងយើងបាននេះគេយើងរាប់ដូចគ្រូប្រាប់អញ្ចឹងរាប់មកអីទៀតអេទៀត
methyl អេទីលអីទៀត propyl តាមក្រាងទៅណា propyl អីទៀត butyl តែបើយើងរាប់អាល់កាននឹងឲ្យគេមេតានអញ្ចឹងទៅណាតែគ្រូឲ្យហៅថាអឺងាយមកគឺមេអេប្រូអញ្ចឹងទៅអញ្ចឹងវាមាន5កបោនណាអញ្ចឹងយើងបានកង់ឈ្មោះកង់ប៉ុន្តានអញ្ចឹងឈ្មោះមកវិញគឺប៉ុន្តាននេះមួយយើងក៏បានមួយអញ្ចឹងយើងទៅមើលបន្តទៀតថាតើយើងអាចកាត់ខ្នែងបានដែរអត់ណាយើងអាចកាត់ខ្នែងបានដែរអត់អញ្ចឹងបើសិនជាចៃដន្យតែគ្រូចង់កាត់ខ្នែងគ្រូកាត់ឡើងណាពេលដែលយើងសរសេររូបមន្តស្ទើរវាបានតែមួយហើយអាផ្សេងទៀតស្រួលទេឃើញទេអញ្ចឹងបើចៃដន្យតែគ្រូចង់កាត់ខ្នែងគ្រូអាចកាត់នៅលេខប៉ុន្មានបាទគ្រូអាចកាត់នៅលេខប៉ុន្មានបាទអញ្ចឹងគ្រូអាចកាត់នៅលេខ2ក៏បានណាកាត់នៅលេខ2ក៏បានឬក៏កាត់នៅលេខផ្សេងទៀតក៏បានឃើញទេអញ្ចឹងគ្រូកាត់នៅលេខ2ចុះអញ្ចឹងគ្រូបាននិយាយសេថា3ភ្ជាប់ជាមួយនឹងកបោនពេលដែលគ្រូកាត់ខ្នែងអញ្ចឹងគ្រូបានសេអា3នៅកន្លែងនេះតើណាអញ្ចឹងកាលណាដែលគ្រូកាត់ខ្នែងអាខ្សែមេកន្លែងនេះគឺវាថយវាថយកបោនតើណានៅសល់កបោនតែ4នេះមកធ្វើជាខ្សែមេតើណាមកធ្វើជាខ្សែមេបានកបោនតែ4នេះព្រោះអីព្រោះអាកបោនមួយទៀតហ្នឹងវាមកនេះមកធ្វើជាខ្នែងណាមកចូលនៅកន្លែងទីតាំងខ្នែងតោះអញ្ចឹងអានេះនៅសល់ហាស់អញ្ចឹងអាផ្សេងទៀតទុកដដែលមកគ្រាន់តែថាខ្សែមេរបស់យើងមានតែ4អញ្ចឹងយើងហៅឈ្មោះណាហៅឈ្មោះយើងហៅបានអីគេយើងដាក់បង់អីសិនមកឲ្យងាយចេះទៅយើងរៀននៅក្នុងថ្នាក់ហើយណាយើងទី1យើងត្រូវអឺបើនិយាយថាជ្រើសរើសខ្សែមេដែលវែងតើណាជ្រើសរើសខ្សែមេដែលវែងបន្តមកទៀតចំណុចទៀតមើលទីតាំងខ្នែងណាមើលទីតាំងខ្នែងណាដែរធ្វើយើងលៃយ៉ាងណាក៏ដោយឲ្យទីតាំងខ្នែងវាមានលេខតូចមានលេខតូចតាមដែលអាចធ្វើទៅបានដល់មកយើងហៅឈ្មោះវាទៅណាហើយឈ្មោះវាហ្នឹងយើងបានដឹងនៅក្នុងថ្នាក់អស់ច្រើនណាស់ណាដល់ឥឡូវបងលេខហៅកាត់យកមកទៅអញ្ចឹងយើងមើលទីតាំងខ្នែងរបស់យើងនៅទីតាំងលេខបានខ្នែងរបស់យើងនៅទីតាំងលេខ2ដល់ណានៅទីតាំងលេខ2អញ្ចឹងគឺបាននិយាយគ្រូអាចហៅថាម៉េច2អញ្ចឹងពីលេខតែអក្សរយើងប្រើរជាសញ្ញាឬក៏សញ្ញាគ្រូតែងនិយាយថាសញ្ញាដកទៅព្រោះយើងមិនស្គាល់ថារជាសញ្ញាហ្នឹងវាពិបាកចាំអញ្ចឹងយើងដាក់2មកហើយរជាសញ្ញា2ហ្នឹងគឺជានេះខ្នែងរបស់យើងឃើញទេទីតាំងខ្នែងអញ្ចឹងទីខ្នែងរបស់យើងមានឈ្មោះទីខ្នែងរបស់យើងមានឈ្មោះមេទីលយើងដាក់មេទីលខ្នែងមេទីលបន្តមកទៀតយើងមើលទៅលើខ្សែមេរបស់យើងខ្សែមេរបស់យើងមានកបោន4ឃើញទេមានកបោនចំនួន4អញ្ចឹងយើងហៅវាថាម៉េចបុយតាំងណាបន្តមកទៀតគ្រូអាចដាក់ឡៃនេះបានទៀតដល់គ្រូចង់កាត់ឡៃនេះ4នេះអញ្ចឹងពេលណាដែលគ្រូកាត់ដាក់ខ្នែងឡៃនេះ4ពេលរាប់ពេលនេះមកវាដដែលឃើញទេវាដូចទៅនឹងតាមនេះដែរអញ្ចឹងកុំអីណាព្រោះយើងអ៊ីសូមែរគឺរូបមន្តស្ទើលៀនវាខុសគ្នាណាក្នុងរូបមន្តដូចតែមួយអញ្ចឹងគ្រូអាចសរសេរបានមួយទៀតគ្រូកាត់ខ្នែងទាំងអស់តែម្ដងទៅមានន័យថាយកខ្នែងហ្នឹងពីបែបនេះគ្រូបានសរសេរអញ្ចឹងគ្រូយកខ្នែងមួយទៀតយកបែបជន់នៅកន្លែងទីតាំងទី2ហ្នឹងអញ្ចឹងគ្រូបានសរសេរថា3សរសេរថា3បាទអូខេអញ្ចឹងគ្រូបង់លេខមក1 2 3អូខេអញ្ចឹងយើងមើលកបោនតិចភ្លេចថាកបោនលើស5ឬក៏លើស16ឬក៏ខំ5អីទៅចេះអត់ទេគឺកបោនរបស់យើងនៅតែ5ជាងនេះអញ្ចឹងយើងអាចហៅឈ្មោះបានថាម៉េចយើងមើលខ្នែងរបស់យើងមានមេទីលចំនួន2ហើយចំទីតាំងលេខ2ដូចគ្នាអញ្ចឹងយើងអាចធ្វើបានថា2អញ្ចឹងបញ្ជាក់ថាពីលេខទៅលេខយើងប្រើក្បៀសហើយពីលេខទៅអក្សរយើងប្រើរយៈសញ្ញាអីគេមេ2អីគេ2មេទីលណាមេទីលអីគេ
Khác này bây giờ miếng cả bọn chỉ nụ 3 này Pro Pro bản chắc lùm hạt bởi tiếng chọc bên nâng đấy miếng chọc bên nâng dương là chụp lên là video của tọa dương là chụp lên là video của tọa này hay bật ham mình rồi đấy ai mơ tờ vào bán á nhưng ai kha tờ bình vào bán á ok min ấy nó chăm dương chụp lên nát chăm dương phía sang này tiếp hay bờ hàng concert demoតាម YouTube អាច comment សួរក្នុង YouTube បានអូខេបាយបាយ